សួស្តីបងប្អូនតោះគ្នាបាទបងប្អូនក្នុងវីដេអូនេះគឺរបៀបប្រើ Facebook 2នៅលើទូរស័ព្ទគ្រឿងតែមួយបងប្អូនបាទ2បែបនេះឃើញទេបាទ2អញ្ចឹងបាទចុចនេះបាទនេះគឺ account ធំរបស់ខ្ញុំហើយចុចនេះមួយទៀតបាទចាំផ្លេតបងប្អូនបាទហើយនេះបាទគឺ account 2របស់ខ្ញុំបាទគឺយើងបើបែបនេះទៅគឺចូលលក្ខណៈបែប website ចូល browser បងប្អូនបាទឥឡូវនេះបងប្អូនទៅទស្សនាធ្វើដល់អ្នកគ្នាបាទដើម្បីចេះធ្វើដល់អ្នកគ្នាបាទហើយក្នុងវីដេអូនេះខ្ញុំធ្វើបង្ហាញនៅលើ iPhone តែទូរស័ព្ទ Android ងាយស្រួលជាងនេះបាទតែវិធីធ្វើខុសគ្នាបងប្អូនបាទឥឡូវនេះបងប្អូនទស្សនាដល់គ្នាបាទបងប្អូនជាដំបូងបងប្អូនចូលនេះក៏បានជ្រុំក៏បានបាទហើយ Safari ក៏បានបាទឥឡូវចូល Safari បាទបើពឹបគឺចូល account យើងតែម្ដងបាទបងប្អូនឃើញទេបាទឃើញទេនេះ account ផ្សេងគ្នាបាទបងប្អូនចូលបានកម្មវិធីឡើងមកអេក្រង់ចុចនេះមកបាទចុច3បាទជិះទៅបាទចុចឲ្យបងប្អូន share មកបាទនេះបាទជិះទៅបាទ share បាទជិះទៅបាទហើយបងប្អូនចូលកន្លែងនេះបាទ review more នេះបាទជិះទៅបាទហើយបងប្អូនអូផុតមកបាទបងប្អូនជិះនេះ add to home screen បាទជិះទៅបាទហើយបងប្អូនសេឈ្មោះមកបាទសេដើម្បីចំណាំបាទឥឡូវខ្ញុំដាក់លេខ3បាទដាក់លេខ3ហើយបងប្អូនចុច add ទៅបាទបាទហើយនេះគឺ Facebook មិញបាទគេទេបាទនេះ Facebook មិញគឺនៅនេះ2ទៀតបងប្អូនបាទហើយនឹងមួយទៀតគឺ3បងប្អូនបាទបងប្អូនចង់បានប៉ុន្មានក៏បានដែលស្រេចបងប្អូនចង់បានបាទហើយក្នុងវីដេអូនេះគឺមើលប៉ុណ្ណឹងបាទសូមបងប្អូនជជែកលេខវីដេអូផងបាទដើម្បីបងប្អូនបានដល់គ្នាបាទបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ដល់បងប្អូនសូមបងប្អូនជជែកលេខផងបាទសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយបាទ